បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបតម្លើង user admin នៅលើ computer របស់យើងដើម្បីការពារការតម្លើងកម្មវិធីផ្សេងៗដែលមិនត្រូវការ admin អូខេអញ្ចឹងអ្នកនរគ្នាអាចចាប់ផ្ដើមទស្សនាវីដេអូទាំងអស់គ្នាដំបូងឡើងយើងចូលទៅលើ start menu របស់យើងរួចហើយចុច mouse ស្ដាំបន្ទាប់មកយកពាក្យថា computer management បន្ទាប់មកយកពាក្យ local user and group និង select លើ user បន្ទាប់មកអ្នកនរគ្នាអាចចុច new user បន្ទាប់មកអ្នកនរគ្នាអាចបែរឈ្មោះ username និង password xongចំណុច tick ខាងក្រោម4អ្នកនរគ្នាអាចដោះ tick ខាងលើចោលបន្ទាប់មកដាក់ទៅលើ password never expire បន្ទាប់មកចុច create ពេលនោះយើងបានបង្កើតតែ user admin បានមួយចឹងអ្នកនរគ្នាអាចចូលទៅលើ property ដើម្បីកំណត់សិទ្ធិទៅឲ្យ user ដែលយើងបង្កើតចឹងអ្នកនរគ្នាចូលទៅ add group administrator ចឹងអ្នកនរគ្នា search មក administrator ប៉ុន្តែថែមអីផងតោះមកយើង check name អូខេតោះមកអ្នកនរគ្នាអាចចុច apply អូខេចឹងអ្នកនរគ្នាអាចបង្កើត user admin បានហើយនៅលើ computer របស់យើងអូខេចឹងវាត្រូវការ restart មួយដើម្បីស្គាល់ user របស់យើងចឹងអ្នកនរគ្នាត្រូវការ restart បន្ទាប់មកវានឹងចាប់ទៅលើ user admin យើង